จนดาวเมียนสาระสำคัญคลังนะបើគ្មានចិនដើរទេយើងឡើងទៅលើផ្ទះមិនបានបើយើងធ្វើចិនដើរត្រូវតាមក្បួនហុងស៊ុយចិនដើរនោះនឹងផ្ដល់នៅជោគលាភសំណាងចិនដើរនោះក៏នឹងជួយលើកនៅជោគជតារាសីយើងដែរប៉ុន្តែបើយើងធ្វើខុសចិនដើរនោះវានាំឲ្យយើងខូចទ្រព្យនាំឲ្យយើងមានរឿងនាំឲ្យមានជំងឺហើយវានាំសោយដល់យើងទាំងអស់គ្នាបានសិក្សាអំពីចិនដើរជោគលាភចិនដើរជោគជតារាសីដែលល្អហើយឥឡូវនេះយើងមកសិក្សាអំពីចិនដើរដែលនាំសោយចិនដើរខូចទ្រព្យចិនដើរនាំរឿងចិនដើរនាំរោគនិងចិនដើរនាំជំងឺតើដូចមិនទៅចិនដើរដែលនាំសោយចិនដើរខូចទ្រព្យចិនដើរនាំរឿងចិនដើរនាំរោគចិនដើរនាំជំងឺនេះបាទយើងមកសិក្សាទាំងអស់គ្នាទី1ចិនដើរនៅក្រៅផ្ទះចិនដើរនៅតាក្រៅផ្ទះបាទវានាំសោយនាំចង្រៃដល់យើងព្រោះចិនដើរនៅក្រៅផ្ទះជាចិនដើរចោលយើងដឹងហើយថាចោលវាមិនដែលទុកអីឲ្យយើងទេបាទទី2ចិនដើរដែលនាំសោយមួយដែរហៅថាចិនដើរអសរអាយចិនដើរអសរអាយគឺទៅត្រង់អញ្ចឹងបាទទៅត្រង់អញ្ចឹងទៅពីក្រោមដល់លើនោះហើយហៅថាចិនដើរអសរអាយចិនដើរអសរអាយនេះវាមិនសមប្រកបក្នុងការរក្សាទ្រព្យវាមិនសមប្រកបក្នុងការលើកជោគជតារាសីម្ចាស់ផ្ទះទេបាទទី3ចិនដើរដែលវាបែរមុខទៅអញ្ចឹងវាបែរមុខទៅរកមុខផ្ទះបាទយើងចូលមកពីមុខផ្ទះអញ្ចឹងមកបាទហើយក៏ឡើងចិនដើរទៅនឹងហើយក៏ហៅថាចិនដើរដែលបែរមុខទៅរកមុខផ្ទះចិនដើរបែបនេះបាទមិនល្អទេយើងហៅថាចិនដើរប្រទុះទ្រព្យចិនដើរដែលច្រានទ្រព្យចេញបាទចិនដើរដែលមិនសមប្រកបមួយទៀតគេហៅថាចិនដើរដែលឡើងទៅហើយបាទឡើងចិនដើរត្រង់ចឹងហើយអាចិនដើរហ្នឹងវាចំទ្វារបន្ទប់បាទឡើងទៅស្រាប់តាបាទផុតចិនដើរទៅចំទ្វារបន្ទប់បាទចិនដើរបែបនេះមិនសមប្រកបមិនសុខសប្បាយទេគេហៅថាចិនដើរដែលនាំជំងឺនាំរោគនាំរឿងហើយនាំសោយពីរឿងលុយកាក់ផងដែរចិនដើរមួយប្រភេទទៀតដែលមិនល្អដែរភាគច្រើនចិនដើរប្រភេទនេះជាចិនដើរឈើឬក៏ជាចិនដើរដែកបាទចិនដើរឈើឬក៏ចិនដើរដែកដែលរៀងឡើងទៅវាប្រហោងធ្លុងបាទជន់ទៅវាមានតែមេចិនដើរហើយនឹងកម្មចិនដើរបាទខាងក្រោមហ្នឹងវាអត់មានបាទវាប្រហោងធ្លុងអញ្ចឹងបាទហ្នឹងគេហៅថាចិនដើរធ្លុះទ្របឬក៏ចិនដើរធ្លាយទ្របបាទមិនសមប្រកបនឹងការរស់នៅរបស់យើងទេបាទ